សម្រាប់ព័ត៌មានជាចុងក្រោយនេះនិយាយអំពីតំបន់វិស្មការទេសចរអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ក្នុងខេត្តព្រះសីហនុទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់សមាគមទេសចរកម្ពុជាហៅកាត់ថា CATA ដើម្បីស្វែងយល់និងច្នៃបង្កើតនៅកញ្ចប់សេវាកម្មទេសចរថ្មីៗសម្រាប់ទាក់ទាញទេសចរឲ្យបានច្រើនគ្រប់រដូវកាលឆ្នេរមាសឆ្នេរប្រាក់គឺជាតំបន់ទេសចរយុទ្ធសាស្ត្រគួរឲ្យចាប់អារម្មណ៍មួយដែលស្ថិតនៅតាមបណ្ដោយឆ្នេរខ្សាច់សក្បុសគឺនៅមិនឆ្ងាយប៉ុន្មានពីក្រុងព្រះសីហនុឡើយដែលបានក្លាយជាគោលដៅវិស្មករទេសចរអន្តរជាតិដ៏សំខាន់បំផុតមួយរបស់ព្រះរាជាណាចក្រកម្ពុជាតំបន់វិស្មករទេសចរអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ត្រូវបានវិនិយោគដោយក្រុមហ៊ុន Yichia Tourism Development Company របស់ចិនក្នុងទុនប្រមាណជាង$3,000 លានអាមេរិកដើម្បីអភិវឌ្ឍតំបន់នេះទៅជាមជ្ឈមណ្ឌលវិស្មករលំហែកាយទេសចរអន្តរជាតិដែលមានគ្រប់សេវាកម្មទេសចរយ៉ាងសម្បូរបែបសម្រាប់ការស្នាក់នៅប្រកបដោយផាសុកភាពគុណភាពនិងសុវត្ថិភាពថ្មីនេះតំបន់វិស្មករទេសចរអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់សមាគមទេសចរកម្ពុជាហៅកាត់ថាកាតាដែលដឹកនាំដោយលោកជំទាវអុកញ៉ាឆាយស៊ីវលីនជាប្រធានសមាគមដើម្បីស្វែងយល់ពីសក្តានុពលផលិតផលទេសចរនិងសេវាកម្មថ្មីដែលមានស្រាប់និងទើបបង្កើតថ្មីសម្រាប់ច្នៃប្រឌិតបង្កើតជាកញ្ចប់សេវាកម្មទេសចរថ្មីប្លែកយ៉ាងសម្បូរបែបក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិឲ្យមកលេងកម្សាន្តនៅតំបន់នេះបានកាន់តែច្រើនថែមទៀតនៅគ្រប់រដូវកាលតាមលោកហ្វូសៀនទីងអគ្គនាយកក្រុមហ៊ុន Unite International Cambodia Foreign Investment Group Company និងជាអគ្គនាយកក្រុមហ៊ុន Yichia Tourism Development Company បានឲ្យដឹងថាតំបន់វិស្មករទេសចរអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ឆ្លងកាត់ការសាងសង់អស់រយៈពេលជាង10ឆ្នាំមកនេះមានហេដ្ឋារចនាសម្ព័ន្ធទូទៅដូចជាផ្លូវថ្នល់ទឹកភ្លើងខ្សែកាបអុបទិកក្រោមបាតសមុទ្រនិងបណ្ដាញទំនាក់ទំនងទាំងអស់និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍទ្រង់ទ្រាយធំនៅទីនេះមានតំបន់ទេសចរជាច្រើនដូចជាតំបន់ទេសចរកោះសំពោចឬកោះរាជបុត្រសមុទ្រផ្កាសួនដើមឈើដុះលើផ្ទាំងថ្មការជិះទូកទេសចរនៅព្រែកកោះសំពោចមានកន្លែងបាញ់ធ្នូកន្លែងលក់ភេសជ្ជៈនិងអាហារសម្រន់មានដើមឈើយក្សមានផ្សារទំនើបហាងកាហ្វេមានផ្លូវក្រាលឈើដ៏ស្រស់ស្អាតនិងជណ្ដើរយន្តឡើងទៅកាន់កំពូលភ្នំព្រែកត្របែកទស្សនាទេសភាពដ៏ស្រស់ត្រកាលដែលទេសភាពបែបនេះពិតជាពិបាករកបានណាស់នៅលើពិភពលោកជាមួយនេះក៏នៅមានកន្លែងកម្សាន្តជាច្រើនទៀតដែលបានសាងសង់រួចរាល់ហើយនឹងគ្រោងសាងសង់គម្រោងទេសចរប្លែកៗថ្មីជាបន្តបន្ទាប់ទៀតផងដែរ这个旅游度假区那么现在的建设只是初步的តំបន់វិស្មករទេសចរអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ឆ្លងកាត់ការកសាងអស់រយៈពេលជាង10ឆ្នាំមកនេះហេដ្ឋារចនាសម្ព័ន្ធទូទៅមានផ្លូវថ្នល់ទឹកភ្លើងខ្សែកាបអុបទិកក្រោមបាតសមុទ្រនិងបណ្ដាញទំនាក់ទំនងទាំងអស់ត្រូវបានសាងសង់រួចរាល់និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍទ្រង់ទ្រាយធំខណៈពេលដែលយើងកំពុងសាងសង់មូលដ្ឋានគ្រឹះយើងក៏បានអភិវឌ្ឍផ្លូវខ្សែទេសចរពេញលេញមួយផងដែរតំបន់ទេសចរកោះសំពោចឬកោះរាជបុត្ររបស់យើងត្រូវបានគេស្គាល់គ្រប់គ្នាក្នុងប្រទេសកម្ពុជានិងល្បីល្បាញពេញសកលលោកដោយសារតែដំណើរទស្សនកិច្ចមកកាន់កោះសំពោចរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនដូច្នេះហើយមិនមែនមានតែប្រជាពលរដ្ឋខ្មែរទេដែលមកលេងនៅទីនេះក៏មានភ្ញៀវអឺរ៉ុបនិងភ្ញៀវអាស៊ីជាច្រើនជាពិសេសភ្ញៀវចិនមកលេងនិងសម្រាកលំហែកាយនៅកម្ពុជាដែរតាមរយៈដំណើរទស្សនកិច្ចមកកាន់ខេត្តព្រះសីហនុក៏ដូចជាមកកាន់តំបន់វិស្មករទេសចរអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់នេះលោកជំទាវអុកញ៉ាឆាយស៊ីវលីន
ប្រធានសមាគមទេសចរកម្ពុជាហៅកាត់ថាកាតាបានបញ្ជាក់ថាការដែលសមាគមបានដឹកនាំសមាជិក42នាក់មកធ្វើទស្សនកិច្ចសិក្សានៅខេត្តព្រះសីហនុនាពេលនេះក្នុងគោលបំណងដើម្បីធ្វើបច្ចុប្បន្នភាពទៅលើសេវាកម្មនិងផលិតផលទេសចរនៅក្នុងខេត្តព្រះសីហនុដោយក្នុងដំណើរទស្សនកិច្ចនេះយើងបានទៅទស្សនាកោះរ៉ុងនិងបានមកកាន់តំបន់វិស្មកាលទេសចរអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ហើយបានសង្កេតឃើញថាតំបន់នេះគឺពិតជាមានសក្តានុពលខ្លាំងដោយសារមានទីតាំងធំទូលាយនិងមានឆ្នេរជាច្រើនកន្លែងព្រមទាំងមានការអភិវឌ្ឍទៅលើសេវាកម្មស្នាក់នៅបានច្រើនសម្បូរបែបដែលធ្វើឲ្យយើងអាចលក់សេវាកម្មទេសចរនេះបានគ្រប់ទីផ្សារទាំងទីផ្សារក្នុងនិងក្រៅប្រទេសនៅក្នុងដំណើរទស្សនកិច្ចសិក្សានេះក្រុមហ៊ុនទេសចរនិងទីភ្នាក់ងារទេសចរទាំងអស់បានមើលឃើញអំពីផលិតផលទេសចរនិងទីកន្លែងជាច្រើនក៏ដូចជាសេវាកម្មទេសចរដែលទើបនឹងបង្កើតថ្មីដែលធ្វើឲ្យយើងអាចមានគំនិតច្នៃប្រឌិតបង្កើតនៅកញ្ចប់ទស្សនកិច្ចថ្មីប្លែកៗគ្រប់រដូវកាលសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិដូច្នេះតាមរយៈដំណើរទស្សនកិច្ចលើកនេះយើងទទួលបានផលប្រយោជន៍ច្រើននិងមានការចាប់អារម្មណ៍អំពីសមាជិកដែលជាអ្នកច្នៃកញ្ចប់ទស្សនកិច្ចដោយផ្តិតយករូបភាពនិងសេវាកម្មអស់ទាំងនេះដែលទើបនឹងបង្កើតថ្មីក៏ដូចជាសេវាកម្មដែលមានស្រាប់យកមកដាក់រួមបញ្ចូលគ្នាដើម្បីធ្វើការផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិអន្តរជាតិចានេះជាដំណើរទស្សនកិច្ចសិក្សារបស់សមាគមទេសចរកម្ពុជាកាតាដែលយើងបាននាំសមាជិកមក42នាក់ចាមកកាន់ខេត្តព្រះសីហនុចានៅក្នុងគោលបំណងធ្វើការបច្ចុប្បន្នភាពទៅលើសេវាកម្មនិងផលិតផលនៅក្នុងខេត្តព្រះសីហនុចាអញ្ចឹងនៅក្នុងដំណើររបស់យើងនេះគឺយើងបានទៅដល់កោះរ៉ុងឃើញឆ្នេរជាច្រើនហើយនឹងតំបន់លក់ចំណីអាហារក៏ដូចជាវត្តអារាមចាដែលយើងមើលឃើញថាសុទ្ធសឹងតែជាផលិតផលទេសចរដែលយើងអាចតាក់តែងនៅខ្សែទស្សនកិច្ចថ្មីបន្ថែមទៀតព្រោះថាឃើញមានវត្តអារាមដែលទៅនឹងសាងសង់ហើយហ្នឹងគឺស្អាតចារៀបចំបានស្អាតដែលយើងអាចនឹងដាក់បញ្ចូលនៅក្នុងខ្សែទស្សនកិច្ចសម្រាប់ធ្វើការលក់ទៅដល់ទេសចរដែលធ្វើដំណើរតាមការរៀបចំរបស់ទីភ្នាក់ងារទេសចរផងដែរចាគួរកត់សម្គាល់ថាការធ្វើទស្សនកិច្ចសិក្សារបស់សមាគមទេសចរកម្ពុជានៅក្នុងតំបន់វិស្មកាលទេសចរអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់នេះក៏ជាការបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាគឺជាប្រទេសដែលមានសក្តានុពលច្រើនលើតំបន់អេកូទេសចរធនធានធម្មជាតិនិងតំបន់ឆ្នេរដែលយើងបានជាប់ចំណាត់ថ្នាក់លេខ1ក្នុងចំណោមក្លឹបឆ្នេរស្អាតលំដាប់ពិភពលោកហើយក៏អាចបង្ហាញថាកម្ពុជាគឺជាគោលដៅទេសចរដែលមានសុវត្ថិភាពដើម្បីឆ្លើយតបទៅនឹងព័ត៌មានប្រឌិតនានាដែលមានលក្ខណៈបង្កាច់បង្ខូចដល់កម្ពុជាផងដែរ